រឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនកើតដែរគ្រាន់តែឃុំខ្លួនទេតក់ស្លុតអីពុកព្រះចៅអធិរាជបច្ចុប្បន្នច្បាស់ជាពេញចិត្តនឹងនាងស៊ូថាងអឺណាស់បើនៅតែបន្តបែបនេះកូនស្រីពុកនឹងត្រូវរក្សាភាពស្ងប់ស្ងាត់ទៅនៅពេលដែលស៊ូថាងអឺរកឃើញកណ្ដឹងរួចហើយនាងកាន់តែជីកជ្រៅទៅកាន់តែល្អហេតុអ្វីទឹកកាន់តែល្អក់កាន់តែងាយចាប់ត្រីទុកឲ្យនាងស៊ើបទៅនៅពេលដែលនាងគិតថានាងរកឃើញការពិតប្រាកដនោះគឺជាថ្ងៃស្លាប់ពិតប្រាកដរបស់នាងនិងអធិរាជកែមួយនោះថ្មីនេះឯងត្រូវចេះអត់ធ្មត់បន្តិចថ្មីនេះកូនត្រូវនៅឲ្យស្ងៀមកុំធ្វើអ្វីផ្ដេសផ្ដាសពុកបានរៀបចំខ្លួនរួចហើយសូមជួយចុច follow like share ម្នាក់មួយផងដើម្បីអាចមើលរឿងដល់ចប់សូមអរគុណទុកជាមុនព្រះករុណាមួកនេះមិនមែនជាអ្វីដែលសុភាពបុរសចង់បាននោះទេកំពុងត្រឡប់ទៅដំណាក់ព្រះមហេសីរបស់ខ្លួនវិញតើអាចចាត់ទុកជាការលុបលួចមើលយ៉ាងម៉េចទៅរបួសបាត់ហើយឬនៅដោយសារបុណ្យបារមីព្រះអង្គទូបង្គំនៅមានជីវិតនៅឡើយថ្ងៃនេះអូនមើលទៅអង្គអាចណាស់ព្រះអង្គម្ចាស់តម្រុយលេខ110នេះចង្អុលទៅយ៉ាវយូអេនីវ៉ាន់ប៉ុន្តែទូបង្គំគិតថាអ្នកនៅពីក្រោយរឿងនេះគួរតែជាយ៉ាវយូដឹងហើយអញ្ចឹងហេតុអ្វីព្រះអង្គមិនចាប់យ៉ាវយូអេនីវ៉ាន់យកមកសួរចម្លើយទៅរួចមកទៀតកុំវាយស្មើបង្អើពោះធ្វើឲ្យយ៉ាវយូលាក់ខ្លួនបាត់អស់គាត់បានគ្រប់គ្រងអស់ជាច្រើនឆ្នាំហើយមានបាក់ពួកច្រើនមុនពេលគ្មានភស្តុតាងច្បាស់លាស់ដើម្បីកម្ចាត់គាត់ភ្លាមប៉ះពាល់គាត់គឺគ្រាន់តែនឹងនាំឲ្យមានការវាយបកកាន់តែធ្ងន់ធ្ងរបើអញ្ចឹងយើងគួរធ្វើមិនទៅត្រូវឲ្យអូនមើលគេបន្តធ្វើបាបព្រះអង្គទៀតអូនព្រួយបារម្ភពីយើងខ្ញុំម្ចាស់ព្រួយបារម្ភពីលោកតាទេតើរាល់ដងដែលគាត់ចេញមកគាត់ដូចក្រុមរុះរើអីចឹងខ្ញុំថែមទាំងខ្លាចថាវាមានគុណសៀនរបស់ខ្ញុំនឹងត្រូវគាត់រុះរើអស់មិនខានមិនយូរមិនឆាប់បន្តស៊ើបអង្កេតទៅបន្តស៊ើបអង្កេតតាមរបៀបរបស់អ្នកចុះយើងអនុញ្ញាតហើយបើជន់នេះចង់រួមក្រុមជាមួយខ្ញុំវិញមេហើយរំភើបណាស់ទុកក៏ខ្ញុំចាត់ការចុះប៉ុន្តែអូយខ្វះតែបន្តិចប៉ុណ្ណោះស្អែកទៅរកលោកអេឈីដើម្បីអនុវត្តនៅមិនទាន់ទៅគេងទៀតយើងឈឺក្បាលចង់សម្រាកណាស់ទៀតហើយត្រូវគេរៀបរាំងចុចលេខ110ទៀតហើយព្រះករុណាតម្រុយទាំងអស់នេះសុទ្ធតែចង្អុលទៅរកចៅទៅគាត់គ្រប់គ្រងក្រុមហ៊ុនពាណិជ្ជកម្ម4ជំរំ2ទីតាំងលេខ110នេះគឺគាត់បានយកពីពាណិជ្ជករតំបន់ខាងលិចអ្វីដែលសំខាន់ជាងនេះទៅទៀតឃាតករនៅក្នុងបំណែកនៃការចងចាំរបស់អាយេគេក៏ខ្លាចស្នាមម្រាមដៃបងស្រីដែររូបរាងកាយនិងទម្លាប់របស់គេសុទ្ធតែជាប់ពាក់ព័ន្ធនឹងថ្នាំពុលយើងពិតជាឥតបានការមែនឥឡូវនេះយើងគ្មានភស្តុតាងរឹងមាំទេគាត់ចាត់ទុកវាជារឿងធម្មតាបើយើងបង្ខំវានឹងគ្រាន់តែវាស្មើឲ្យពោះភ្ញាក់ប៉ុណ្ណោះគាត់ចង់បានស្ដេចឈួតនោះយើងនឹងឲ្យគាត់មួយព្រះអង្គត្រូវតែធ្វើពុតជាឈួតមិនត្រឹមតែឈួតទេតែត្រូវឈួតឲ្យបានពេញលេញធ្វើឲ្យគាត់គិតថាពេលវេលាបានមកដល់ហើយកន្ទុយគាត់នឹងលេចចេញមកខ្លួនឯងថាការលេងនេះត្រូវការអូននិងយើងសម្ដែងជាមួយគ្នាល្អតើសាច់រឿងនឹងទៅជាយ៉ាងណាជាដំបូងយើងហើយអ្វីបានជាព្រះមហាក្សត្រីនៅទីនេះក្នុងកិច្ចប្រជុំតុលាការថ្ងៃនេះគេនិយាយថាព្រះករុណាផ្ទាល់បានយល់ព្រមលើវាការពេញចិត្តរបស់ព្រះអង្គចំពោះមហេសីកំពុងតែកាន់តែខ្លាំងឡើងគ្រប់គ្រាន់ហើយព្រះករុណាតាក់ទងនឹងគំនូររបស់ឡានហ្វេងឈុយមេអំបៅមួយបានហោះកាត់មន្ត្រីឈានចូលមកយើងចាប់វាជាមួយគ្នាមេអំបៅតើមេអំបៅណែណាមេអំបៅរបស់ខ្ញុំលួចមេអំបៅរបស់ខ្ញុំទៅណាមេអំបៅនៅទីនេះមេអំបៅហោះទៅបាត់ហើយពួកអ្នកណាបានសម្លាប់មេអំបៅរបស់ខ្ញុំព្រះអង្គម្ចាស់នេះជាសារប្រជុំរាជវាំងគ្មានមេអំបៅទេយើងត្រឡប់ទៅផ្ទះវិញចុះពួកអ្នកទាំងអស់គ្នាបានបោកប្រាស់យើងនឹងសម្លាប់ពួកអ្នកទាំងអស់គ្នាលោកជំទាវលោកអុកញ៉ាទាំងអស់ពួកលោកក៏បានឃើញហើយព្រះចៅអធិរាជអង្គនេះព្រះចៅអធិរាជទ្រង់ឈួតហើយថ្នាំពុលលេខ110បានជ្រាបចូលដល់ខួរក្បាលហើយព្រះអង្គទ្រង់ចប់ហើយខ្ញុំត្រូវតែប្រញាប់រកវិធីកម្ចាត់ព្រះអង្គឲ្យលឿនជាងនេះហើយទើបបានលោកឧបរាជព្រះមហេសីតើព្រះចៅអធិរាជទ្រង់គង់យ៉ាងណាកាលពីម្សិលមិញទ្រង់បានធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំបារម្ភខ្លាចកំហុសរបស់ខ្ញុំកាន់តែច្រើនឡើងព្រះមហេសីកុំបារម្ភអីជំងឺរបស់ព្រះចៅអធិរាជកាន់តែធ្ងន់ធ្ងរទៅហើយដើម្បីជាប្រយោជន៍ដល់ជាតិមាតុភូមិសូមព្រះមហេសីសូមចូលរួមជាខ្ញុំកម្ចាត់វាចោលវិធីដោះស្រាយឲ្យបានលឿនវិធីដោះស្រាយតើខ្ញុំអាចរកវិធីដោះស្រាយអ្វីបានលោកឧបរាជនេះជាបង្គោលរបស់ប្រទេសជាតិលោកឧបរាជសូមលោកជួយព្រះអង្គម្ចាស់ផងខ្ញុំបាទជាមន្ត្រីចាស់នឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីជួយរំលែកទុក្ខព្រះអង្គខ្ញុំសូមអរគុណលោកឧបរាជស្រីល្ងង
រងចាំខ្ញុំគ្រប់គ្រងស្ថានភាពទាំងមូលបានហើយម្នាក់ដំបូងគេដែលខ្ញុំនឹងដោះស្រាយគឺនាងឯងនឹងអាហាស្អីគេកូនសម្លាញ់លឿនឡើងណានធានរោគស្លាប់ហើយលោកឲ្យលើកមកយើងមិនញ៉ាំទេអ្នកបានដាក់ថ្នាំពុលហើយអ្នកនឹងធ្វើបាបយើងអោព្រះជាម្ចាស់ឲ្យជួយផងព្រះមហាក្សត្រយានីតើព្រះនាងមិនមែនជាអ្នកពូកែអង្វរព្រះអង្គទេហើយអ្វីក៏លែងមានប្រសិទ្ធភាពទៅអាហេអត់ទេខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរមិនដូចជាមិនស្ដាប់ខ្ញុំទាំងស្រុងនោះទេខ្ញុំពិតជាអស់វិធីហើយអ្នកមានក្លិនស្អុយនៅលើខ្លួនយើងនឹងសម្លាប់អ្នកគាត់សម្ដែងបានយ៉ាងសុខមែនហើយគឺសម្រាប់ចិត្តបែបនេះហើយតែល្អយើងនឹងសម្លាប់អ្នកព្រះអង្គមានព្រះរាជសុខភាពមិនល្អស៊ូជីងយ៉ាងចាប់ពីថ្ងៃនេះទៅត្រូវប្រកាសដល់រាជការទាំងអស់អនុវត្តតាមនាយករដ្ឋមន្ត្រីវូយ៉ូតាមការត្រួតពិនិត្យមិនទាន់ដោះស្រាយជាបណ្ដោះអាសន្នហាឱកាសបានមកដល់ហើយព្រះចៅអធិរាជឈួតអស់ហើយឥឡូវនេះនៅក្នុងរាជវាំងមនុស្សគ្រប់គ្នាភ័យស្លន់ស្លោហើយកងទ័ពទូទាំងគោខ្ញុំក៏បានគ្រប់គ្រងភាគច្រើនដែរចូលបញ្ជាចុះ3ថ្ងៃក្រោយមកដោយយកលេសទៅសួរសុខទុក្ខអ្នកជំងឺចូលវាំងជាមួយខ្ញុំវាគួរតែដល់ពេលបដូររាជវង្សហើយឯកឧត្តមសេនាបតីព្រះនាងស៊ូនិងត្រកូលស៊ូនោះត្រកូលស៊ូនៅឆ្ងាយដាច់ស្រយាលដល់តំបន់ព្រំដែនក្រុងព្រំដែនក៏មិនអាចទៅដល់បានដែរចំណែកឯនាងស៊ូតាវម្នាក់នោះជាស្រីល្ងងដែលបាត់បង់ការពេញចិត្តហើយដល់ពេលនោះគ្រាន់តែទុកឲ្យនាងនិងអធិរាជគង់នោះស្លាប់ដោយអាថ៌កំបាំងទៅចុះ